大家好，今天我来教大家汉语。今天开始第8课。OK បងប្អូនទាំងអស់គ្នាដោយបងប្អូនទាំងអស់គ្នាដឹងស្រាប់ហើយពួកយើងបានធ្វើការរៀនជាមួយនឹងមេរៀនទី1រហូតដល់មេរៀនទី8ជាមួយគ្នាហើយអញ្ចឹងបងប្អូនទាំងអស់គ្នាអញ្ចឹងថ្ងៃនេះឡាស៊ឺចាមកធ្វើការលើកបង្ហាញជាមួយនឹងពាក្យមួយប្រយោគមួយសំណួរនិងប្រយោគបដិសេធនិងប្រយោគស្របបងប្អូនទាំងអស់គ្នាណាដោយឧទាហរណ៍ថាថ្ងៃនេះយើងចង់សួរគេថាថ្ងៃនេះជាថ្ងៃចុងសប្តាហ៍តើអ្នកចង់ទៅណាអត់យើងឆ្លើយទៅគេវិញគេសួរមកយើងឆ្លើយទៅគេវិញថ្ងៃនេះខ្ញុំចង់ទៅមើលកុនអ្នកទៅជាមួយខ្ញុំបានអត់អូខេបើយើងបដិសេធជាមួយគេថាយើងចង់បដិសេធជាមួយគេថាខ្ញុំអត់ចង់ទៅមើលទេមកការងារខ្ញុំរវល់ការងារម្សិលមិញថ្ងៃនេះខ្ញុំចង់សម្រាប់បន្តិចខ្ញុំរវល់ការងារម្សិលមិញខ្លាំងណាស់អញ្ចឹងថ្ងៃនេះខ្ញុំចង់សម្រាប់បន្តិចអូខេយើងទៅរៀនជាមួយនឹងប្រយោគសំណួរនិងចម្លើយទាំងអស់គ្នាតោះថ្ងៃនេះជាថ្ងៃចុងសប្តាហ៍អ្នកចង់ទៅណាទេ今天是周末你想去哪今天是周末你想去哪អូខេចម្លើយប្រយោគស្របទៅគេវិញ今天我想去看电影今天我想去看电影你可以跟我去吗你可以跟我去吗អូខេនេះជាប្រយោគស្របថ្ងៃនេះខ្ញុំចង់ទៅមើលកុនអ្នកអាចទៅមើលកុនជាមួយខ្ញុំបានទេថ្ងៃនេះខ្ញុំចង់ទៅមើលកុនអ្នកអាចទៅមើលកុនជាមួយខ្ញុំបានទេអូខេទី2ប្រយោគបដិសេធគេវិញម្ដងម្សិលមិញខ្ញុំរវល់ការងារច្រើនណាស់ថ្ងៃនេះខ្ញុំចង់សម្រាប់បន្តិចអញ្ចឹងយើងត្រូវឆ្លើយថា今天我不想去哪今天我不想去哪因为昨天我的工作很忙因为我的工作很忙所以今天我想休息一下所以今天我想休息一下អូខេអញ្ចឹងយើងឆ្លើយទៅគេវិញថាយើងបដិសេធទៅគេវិញថាអើយថ្ងៃនេះខ្ញុំអត់ចង់ទៅណាទេថ្ងៃនេះខ្ញុំចង់សម្រាប់បន្តិចព្រោះម្សិលមិញការងារខ្ញុំរវល់ខ្លាំងណាស់អញ្ចឹងអូខេបងប្អូនទាំងអស់គ្នានេះគឺជាមេរៀនទី8របស់ពួកយើងទាំងអស់គ្នាអញ្ចឹងបងប្អូនទាំងអស់គ្នាណាចាចង់ធ្វើការរៀនជាមួយនឹងពាក្យដំបូងចាប់ពីមេរៀនទី1មកអាចទៅធ្វើការមើលជាមួយនឹងវីដេអូទី1បានបងប្អូនទាំងអស់គ្នាណាអញ្ចឹងថ្ងៃនេះយើងរៀនពីប្រយោគសួរនិងប្រយោគបដិសេធនិងប្រយោគស្របអូខេណាគេចង់ទៅមើលកុនខ្លះចង់នាំខ្លះទៅមើលកុនខ្លះទៅជាតិចិនអីចឹងណាមើលជាមួយនឹងមេរៀននេះអញ្ចឹងអរគុណចាំជួបគ្នាជាមួយនឹងមេរៀនទី9ទាំងអស់គ្នាទៀតបាយបាយជម្រាបលាចាជៀនតាជា